ឯកឧត្តមសាន់សារ៉នរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជានៅថ្ងៃទី20 ខែមករាឆ្នាំ2026បានអញ្ជើញដឹកនាំក្រុមឯកទេសផលិតផលហាឡាល់កម្ពុជាចុះត្រួតពិនិត្យនិងវិតម្លៃលក្ខខណ្ឌបច្ចេកទេសស្តង់ដារផលិតផលហាឡាល់កម្ពុជាជូនវិស័យឯកជនចំនួន2ទីតាំងរួមមានរាជធានីភ្នំពេញនិងកំពង់ឆ្នាំងស្របតាមការស្នើសុំរបស់វិស័យឯកជនដែលបានស្នើសុំវិញ្ញាណប័ណ្ណបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាល់កម្ពុជាក្រុមហ៊ុនខាងលើរួមមានក្រុមហ៊ុន Indochina Rice Mill Limited ស្ថិតនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដែលជាក្រុមហ៊ុនផលិតប្រភេទនំកញ្ចប់ក្រៀមនិងស្ប៉ាហ្គេទីពីអង្គរសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារបរទេសជាក់ស្ដែងបន្ទាប់ពីទទួលបានវិញ្ញាណប័ណ្ណបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាល់កម្ពុជាក្រុមហ៊ុនបានពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបរួមមានប្រទេសបែលហ្ស៊ិកសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតចំណែកឯក្រុមហ៊ុន LSV Industry ដែលជាប្រភេទក្រុមហ៊ុនផលិតគ្រឿងសម្អាងនិងប្រភេទសាប៊ូដូចជាហ្វូមលាងមុខសាប៊ូកក់សក់សាប៊ូអបសក់ទឹកក្រអូបសាប៊ូដកខ្លួនសាប៊ូបោកខោអាវដែលមានទីតាំងស្ថិតនៅខណ្ឌសានសុករាជធានីភ្នំពេញសូមបញ្ជាក់ផងដែរថា LSV Industry គឺជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកបញ្ជាទិញពីកសិករហើយជាស្នាដៃកូនខ្មែរសុទ្ធសាធដែលបានផលិតចេញពីប្រភេទសាប៊ូកែច្នៃពីបន្លែផ្លែឈើទៅជាផលិតផលគ្រឿងសម្អាងនិងសាប៊ូ Organic ក្នុងឱកាសនោះតំណាងក្រុមហ៊ុនខាងលើបានបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុញ្ញាតតាមគោលការណ៍សាសនាអ៊ីស្លាមនិងបានពង្រឹងស្តង់ដារហាឡាល់លើខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាពិសេសបងប្អូនសហគមន៍ខ្មែរអ៊ីស្លាម